រដ្ឋបាលខេត្តកំពង់ចាមរៀបចំកិច្ចប្រជុំត្រួតពិនិត្យព្រំប្រទល់រដ្ឋបាលឃុំសង្កាត់ក្រុងស្រុកនិងខេត្តជាប់ព្រំប្រទល់ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី27ខែមេសាឆ្នាំ2026ឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងឯកឧត្តមវុធីវណ្ណារាអគ្គនាយកសុរិយោដីនិងភូមិសាស្ត្រនៃក្រសួងដែនដីនគររូបនីយកម្មនិងសំណង់បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យព្រំប្រទល់រដ្ឋបាលឃុំសង្កាត់ក្រុងស្រុកនិងខេត្តជាប់ព្រំប្រទល់ក្នុងផែនទីដែលអគ្គនាយកដ្ឋានសុរិយោដីភូមិសាស្ត្របានផលិតដើម្បីត្រៀមចុះហត្ថលេខាជាផ្លូវការក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីអភិសន្តិបណ្ឌិតសូសុខារដ្ឋមន្ត្រីក្រសួងអាប់និងឯកឧត្តមឧបនាយករដ្ឋមន្ត្រីសៃសំអារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនាពេលឆាប់ៗខាងមុខកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ពីតំណាងក្រសួងមហាផ្ទៃតំណាងក្រសួងដែនដីនគររូបនីយកម្មនិងសំណង់មន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់អាជ្ញាធរក្រុងស្រុកឃុំសង្កាត់និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតស្ថិតនៅសាលាខេត្តកំពង់ចាម